ជំរាបសួរលោកគ្រូខ្ញុំមកពីក្រុម AW13 ហើយក្រុមខ្ញុំមានចំនួន3នាក់មានសុធាលេលេនអង្គច័ន្ទចរណៃផាន់ចំណានឥឡូវខ្ញុំមកបញ្យល់អំពីផ្ទាំង admin ហើយនិងផ្ទាំង cashier នេះជាផ្ទាំង admin ហើយនេះជាផ្ទាំងរបស់ cashier នៅលើផ្ទាំង admin ហ្នឹងគឺយើងអាចបញ្ចូលឈ្មោះកដាកបញ្ចូលតម្លៃហើយនិងដាក់រូបភាពហើយពេលដែលយើងចុច save ទៅវានឹង load មកលើផ្ទាំងរបស់ cashier នេះឥឡូវយើងសាកបញ្ចូលវាទៅដាក់ថាគោលការណ៍យើងដាក់តម្លៃ1រៀលកន្លះតែមកយើង select រូបមកហើយយើងចុច save ពេលដែលយើងចុច save ហ្នឹងគឺវានឹង load មកលើនេះហើយពេលដែលយើងចូលទៅផ្ទាំង cashier ពេលដែលយើងចុច refresh វាមកវានឹង load product ដែលយើងបានបញ្ចូលហើយនៅលើផ្ទាំង cashier ហ្នឹងគឺយើងអាចគ្រាន់តែអាច view វាមើលបានហើយយើងអាចកែឈ្មោះកែតម្លៃឲ្យបាននេះបើសិនជាយើងចង់កែគឺតើតើយើងទៅកែនៅលើផ្ទាំង admin ពេលដែលយើងចង់កែហ្នឹងយើងចុចពាក្យថា edit មកវានឹងលុបតន្ន័យហ្នឹងមកទាំងអស់ហើយយើងអាចកែវាបានថាយើងដាក់គោលការណ៍កន្លះហើយយើងកែពេលយើងចង់កែហ្នឹងចុចពាក្យ update នេះមកកន្លែងនេះវានឹងចេញជាគោលការណ៍កន្លះវិញហើយពេលយើងចូលមកទាំង cashier យើងចុច refresh វាមួយមកកន្លែងនេះវានឹងចេញពាក្យថាគោលការណ៍កន្លះវិញហើយអញ្ចឹងអាហ្នឹងវាតំណែងគ្នាប៉ុណ្ណឹងហើយនៅលើនេះយើងក៏អាចលុបបានដែរយើងបើសិនជាយើងចង់លុបគឺយើងចុចពាក្យ delete ហើយយើងចុច OK មកពេលដែលយើងចុចចូលមកផ្ទាំងនេះយើងចុច refresh មកវានឹងលែងមានតែមានទិន្នន័យនៅក្នុងហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំឲ្យមិត្តភក្តិខ្ញុំទៅយល់ពីរបៀប hosting website ម្ដងចឹងចូលមកដល់ខ្ញុំនឹងបង្ហាញពីរបៀប hosting ម្ដងជាដំបូងយើងត្រូវមាន account GitHub សិនបើសិនជាយើងអត់មានទេយើងត្រូវ log in ជាមួយ Gmail របស់យើងបន្ទាប់ពីយើង log in រួចរាល់យើងធ្វើការដាក់ឈ្មោះ project ដែលយើងចង់ hosting ជាដាក់មកដល់ពេលយើងដាក់ឈ្មោះហើយរួចរាល់យើងត្រូវបង្កើតថាកន្លែង choose visibility ហ្នឹងត្រូវបង្កើតថាវា public យើងអាចដាក់ private បានទេព្រោះយើងធ្វើការ hosting ឲ្យ user អាចចូលបានបន្ទាប់មកពេលដែលយើងដាក់វា public ហើយយើងចុចពាក្យថា create repository ហ្នឹងមកសម្រាប់យើងត្រូវចាំតិចមកបន្ទាប់ពីយើងចុចមកវានឹងចូលដល់កន្លែងហ្នឹងយើងធ្វើការទៅupload file របស់យើងដែលយើងចង់ថតអញ្ចឹងយើងអាចទាញតម្លាក់បានឬក៏អាចឈូសfile ដែលយើងចង់តម្លាក់បានអញ្ចឹងខ្ញុំធ្វើការទៅរកfile ហ្នឹងមកចឹងយើងទៅរក file របស់យើងដែលយើងចង់ hosting ហ្នឹងមកចឹងខ្ញុំមានពីរ file ដែលខ្ញុំចង់ hosting ចឹងយើង select ពីរហ្នឹងហើយចុចពាក្យថា open ដល់មកវានឹងធ្វើការ upload file ដែលយើងបានដាក់ហ្នឹងចូល laptop មកយើងចុចពាក្យថា commit change ហ្នឹងមកហើយវានឹងចេញពី file មកចេះហើយយើងត្រូវបង្កត់ថា file ហ្នឹងវាមានឈ្មោះថា index.html ព្រោះថាវាស្គាល់ដាក់ file ដែលឈ្មោះ index អញ្ចឹងយើងដាក់ចុចមើលទៅវានឹងចេញទៅកូដដែលយើងបានសរសេរហ្នឹងអញ្ចឹងបន្ទាប់ការបញ្យល់ពីរបៀបក្នុង GitHub របស់ខ្ញុំបានរួចរាល់ហើយអញ្ចឹងខ្ញុំនឹងឲ្យមិត្តភក្តិរបស់ខ្ញុំបញ្យល់ពីរបៀបបង្ហាញនៅក្នុង Vercel ម្ដងជ្រាបសួរលោកគ្រូឥឡូវខ្ញុំសូមមកនិយាយនៅក្នុង Vercel ម្ដងដែរបន្ទាប់ពីចូល GitHub ហើយឥឡូវយើងត្រូវចូលមកដល់ក្នុង Vercel ដោយដល់ពេលយើងចូលក្នុង Vercel ដំបូងវាបង្កើតជាឲ្យយើងនឹង connect ជាមួយនឹង email ហើយតែយើងត្រូវ connect ជាមួយនឹង GitHub ហើយឥឡូវនេះខ្ញុំ connect ហើយឥឡូវយើងចូលមកក្នុង add new project ហើយយើង import file នេះចូលមកបន្ទាប់ពីយើងimport ហើយយើងចុច deploy យើងចាំវាបន្តិចទៅហើយនេះក៏ចាំដែរចាំឲ្យ10ម៉ោងនេះយើងហើយអញ្ចឹងយើងចូលមកcontinue to dashboard ប
បន្ទាប់ពីយើងចូលមកដល់កន្លែងនេះហើយកន្លែង deployment ហើយទៅកន្លែង link ហ្នឹងអាហ្នឹងលេខសម្រាប់developer ដល់ពេលកន្លែង domain នេះសម្រាប់ user ឲ្យគេចូលមកមើលឬក៏បញ្ចូលទិន្នន័យឥឡូវយើងចូលក្នុង link domain ហ្នឹងមកហើយនេះជាផ្ទាំងទិន្នន័យដែលយើងត្រូវបញ្ចូលហើយនេះគឺជាកន្លែងបញ្ចេញ result ទិន្នន័យយើងចូលហ្នឹងហើយយើងអាច send link ឬក៏ QR ទៅឲ្យ user បានដោយយើងចូលមកមកចាំវាហើយយើងចុច create QR code certificate ទៅហើយនេះគឺជា QR សម្រាប់ផ្ញើឲ្យ user scan ដើម្បីចូលមកហ្នឹងឬក៏យើងអាច copy ជា link ឲ្យគាត់ក៏បានដែរហើយវីដេអូរបស់ពួកខ្ញុំមានតែប៉ុណ្្នឹងអរគុណលោកគ្រូនិងមិត្តៗទាំងអស់គ្នាបានស្ដាប់តាំងពីដើមរហូតដល់ចប់ហើយបើសិនបើមានកំហុសខុសឆ្គងកន្លែងណាមកសូមខន្តីអភ័យផងនិងជួយកែសម្រួលផងអរគុណលោកគ្រូជម្រាបលា